សួស្តីបងប្អូនថ្ងៃនេះខ្ញុំចង់បង្ហាញអំពីរុក្ខជាតិមួយប្រភេទដែលបងប្អូនភាគច្រើនមិនសូវបានជាស្គាល់ហើយក៏ជារុក្ខជាតិមួយប្រភេទដែលមានអត្ថប្រយោជន៍ច្រើនហើយនេះមកដល់ហើយបាទនេះគឺជាស្លឹកគ្រៃគ្រឿងដែលដូនតាយើងតែងតែប្រើប្រាស់ក្នុងអត្ថប្រយោជន៍ជាច្រើនកន្លងមកប៉ុន្តែឥឡូវនេះខ្ញុំចង់បង្ហាញអំពីលក្ខណៈអំពីស្លឹកគ្រៃនេះសិនស្លឹកគ្រៃនេះដូចជាស្លឹកគ្រៃយើងស្លធម្មតាដែរប៉ុន្តែអ្វីដែលខុសគ្នានោះគឺវាមានទំហំដើមធំជាងរឹងមាំជាងហើយគល់របស់វាពណ៌ក្រហមហើយអ្វីដែលពិសេសនោះគឺក្លិនវាឈួលខ្លាំងដូចជាគ្រឿងដែលទឹមតែបុកហើយចឹងហើយបើវាមានឈ្មោះថាស្លឹកគ្រៃគ្រឿងគាត់តែខ្ញុំមកអង្គុយចិត្តនេះក៏ធំក្លិនគ្រឿងវាខ្លាំងដែរហើយម្យ៉ាងទៀតស្លឹកគ្រៃនេះគឺវាមានផ្កាបងប្អូនស្លឹកគ្រៃយើងធម្មតាអត់មានផ្កាទេប៉ុន្តែស្លឹកគ្រៃគ្រឿងនេះវាមានផ្កាអាចបន្តពូជដោយគ្រាប់បានឥឡូវដើមនេះគុំនេះវាអត់មានផ្កាទេប៉ុន្តែនៅនេះមាន2គុំអញ្ចឹងខ្ញុំនាំទៅមើលមួយគុំទៀតមួយគុំនោះគឺមានផ្កាបងប្អូនចង់បង្ហាញឲ្យបងប្អូនបានស្គាល់ថាស្លឹកគ្រៃអូនេះឥឡូវឃើញស្លឹកគ្រៃធម្មតាបងប្អូននេះស្លឹកគ្រៃធម្មតាណាស្លឹកគ្រៃធម្មតាអញ្ចឹងទៅមើលស្លឹកគ្រៃគ្រឿងមួយគុំទៀតនេះបងប្អូននេះបងប្អូននេះស្លឹកគ្រៃគ្រឿងមួយគុំទៀតហើយនេះផ្ការបស់វាបងប្អូនចឹងហើយនេះផ្កាវាក៏អូបខ្លាំងណាអញ្ចឹងខ្ញុំចង់និយាយពីអត្ថប្រយោជន៍វាហើយក៏ចង់បង្ហាញអំពីបងប្អូនមួយចំនួនដែលមិនទាន់បានស្គាល់ស្លឹកគ្រៃមួយប្រភេទនេះស្លឹកគ្រៃនេះមានអត្ថប្រយោជន៍ច្រើនទីមួយក្លិនរបស់វានោះគឺអាចបណ្ដេញនៅសត្វល្អិតសត្វចង្រៃបានដូចជាកសិករគាត់ដាំជុំវិញស្រែចម្ការគាត់នឹងដើម្បីបណ្ដេញសត្វចង្រៃដែលទៅបំផ្លាញដំណាំរបស់គាត់អញ្ចឹងស្លឹកគ្រៃនេះសូម្បីតែគោក្របីក៏អត់ហ៊ានចូលដែរព្រោះដើមវារឹងមាំហើយវាមុតទៅបងប្អូននេះតែប៉ះស្លឹកវាមុតដែរហើយក្លិនទៀតសត្វមួយចំនួនអត់ហ៊ានចូលក្បែរទេហើយទី2ស្លឹកគ្រៃនេះគឺយើងអាចហូបបានបើវាជាស្លឹកគ្រៃប្រភេទព្រៃភ្នំទេអញ្ចឹងបើយើងខ្វះទៅព្រៃភ្នំខ្វះគ្រឿងខ្វះអីស្លយើងអាចបេះស្លឹកវាស្លបានដូចស្លឹកគ្រៃធម្មតាប៉ុន្តែវារៀងរសជាតិរៀងហាងបន្តិចបងប្អូនហើយអ្វីដែលខ្ញុំកត់សម្គាល់សំខាន់មួយទៀតនោះគឺគាត់ថាស្លឹកគ្រៃនេះគឺវាមានហៅថាការពារផ្លូវងងឹតណាបងប្អូនគឺវាមានរិស័យខ្ពស់អាចការពារអំពីផ្លូវងងឹតបានអញ្ចឹងបងប្អូនណាដែលមានការជឿទៅលើរឿងហ្នឹងគួរតែដាំអញ្ចឹងបងប្អូនគួរតែមានស្លឹកគ្រៃនេះដាំក្នុងផ្ទះរបស់បងប្អូនម្នាក់មួយគុំទៅណាបងប្អូនដើម្បីក្នុងអត្ថប្រយោជន៍ណាមួយដែលបងប្អូនត្រូវការហើយក៏ដូចជាលើករាសីអញ្ចឹងណាបងប្អូនជៀសវាងពើពាន់អញ្ចឹងណាបងប្អូនហើយវីដេអូនេះមានតែប៉ុណ្្នឹងឯងខ្ញុំគ្រាន់តែចង់បង្ហាញអំពីស្លឹកគ្រៃគ្រឿងផាន់ខ្មែរយើងដែលបងប្អូនមិនសូវបានស្គាល់ឥឡូវបានឃើញហើយជួយចែកម្លែកតហ្នឹងឲ្យបងប្អូនកូនចៅជំនាន់ក្រោយដែលមិនបានស្គាល់គាត់បានដឹងផងថានឹងស្លឹកគ្រៃគ្រឿងមានអត្ថប្រយោជន៍អញ្ចឹងបងប្អូនហើយមានអត្ថប្រយោជន៍ច្រើនទៀតតែខ្ញុំអត់សូវបានជាដឹងទេដល់សួរចាស់បន្ថែមទៀតអរគុណណាបងប្អូនអរគុណសូមជួយចុច like subscribe ឲ្យខ្ញុំអ្នកមួយផងអរគុណ